បាទសូមគោរពអញ្ជើញអស់លោកអ្នកសប្បុរសទាំងឡាយសូត្រនៅសាមញ្ញលក្ខណៈគឺលក្ខណៈដែលមានស្មើទូទៅដល់សង្ខារទាំងពួងជាបទពាក្យ7ជាមួយយើងខ្ញុំដូចតទៅបាទព្រះត្រីលោកនាថជាអង្គម្ចាស់ត្រង់ត្រាស់សម្ដែងចែងវចនៈថាសត្វក្នុងលោកគ្មានថាវរៈមានតែលក្ខណៈ3ប្រកបមួយគឺលក្ខណៈអនិច្ចំពីរគឺទុក្ខំជាកំណត់3គឺអនត្តាប្រកបសន្មតឈ្មោះថាត្រីលក្ខណៈលក្ខណៈ3នេះព្រះសាស្តាហៅថាសាមញ្ញលក្ខណៈជាធម្មតាមិនថាវរៈមនុស្សសត្វទេវៈជាពុំបានទីនេះសូមថ្លែងតាមសេចក្តីដែលព្រះចិត្តស្រីប្រុសប្រទានប្រធរត្រីលក្ខណៈញាណជាធម្មយានដូចតទៅនេះអនិច្ចំគឺថាក្តីមិនទៀងកើតហើយតែងលៀងមិនគង់នៅក្រមគ្រាត្រេមត្រោមត្រុតត្រោបទៅដល់នៅសេចក្តីស្លាប់គ្រប់គ្នាស្លាប់ហើយកើតទៀតតទៅវិលនៅក្នុងភពគ្រប់រូបាស្លាប់កើតស្លាប់ជាធម្មតាពុំមាននរណាគេចរួចបានទុក្ខំគឺថាក្តីពុំសុខជាទុក្ខលំបាកឥតស្រាកស្រានទុក្ខកាយទុក្ខចិត្តច្រើនសន្តានសពសត្វតែងបានរួងគ្រប់គ្នាទុក្ខកាយដោយឈឺពិបាកអត់នឿយហត់ធ្វើការផងនានាទុក្ខចិត្តកើតដោយក្តីវេទនាអារម្មណ៍ពាធាទាំងក្នុងក្រៅអនត្តាគឺថាមិនមែនខ្លួនមិនមានមមមួនមិនស្ថិតនៅក្នុងក្តីបញ្ជាសោះសូនទៅបង្កប់ឲ្យនៅមិននៅឡើយមិនចង់ឲ្យចាស់ចេះតែចាស់មិនចង់ឲ្យប្រះប្រត់ហើយមិនចង់ឲ្យឈឺពុំស្បើយគ្មានស្ដាប់សោះឡើយទេអ្នកណាអនិច្ចំទុក្ខំអនត្តាទាំង3នេះណាព្រះត្រង់ភេកត្រាស់ហៅថាសាមញ្ញលេខព្រោះជែកជាធរសត្វធម្មតាតែជួប្រទះគ្មានសល់មួយឥតជួយគ្នាបានសោះឡើយណាលុះតែសម្រេចអរហត្តាចូលមហានិព្វានតើផុតបានអ្នកមានស្មារតីនិងប្រាជ្ញាគួរពិចារណាលក្ខណៈញាណតាមព្រះពុទ្ធអង្គត្រង់ទូលមានដូច្នេះនឹងបានផលច្រើនហងបាទញាតិញោមជីវិតមានតិចត្រូវខំសន្សំបុណ្យព្រោះមានតែបុណ្យទេទៅអាចនាំយើងទៅកាន់ត្រើយនៃសុគតិភពបានបាទសូមអនុមោទនាទទួលយកនៅមេផលរៀងៗខ្លួនបាទសូមអរគុណ